ចាយមកពីធ្វើការវិញដូចមានអារម្មណ៍ថាចង់ញ៉ាំមីហិលអញ្ចឹងណាគាត់ទាញកូនឆ្នាំងមកភ្លាមដាក់មីមកកញ្ចប់ចូលដាក់សាច់ដាក់ខាត់ណាមកគឺជាការស្រេចហើយឆ្នាំងនេះស្រួលប្រើណាពុកម៉ែបងប្អូនកូនក្មួយអាចទៅរកទិញបាននៅ Daiso Japan មាននៅ Glen Burberry ជាមួយនឹង Justin និយាយទៅកន្លែងណាមាន Daiso ពុកម៉ែបងប្អូនចូលទៅរកទៅអត់ខុសបំណងទេធម្មតានៅក្នុង Daiso ភាគច្រើនគឺតម្លៃ3.30អញ្ចឹងតាមចែកចាំបានអញ្ចឹងណាហើយប៉ុន្តែវាមិនមែន3.30ទាំងអស់ទេគឺអាខ្លះក៏វាថ្លៃជាងនឹងទៅនិយាយរួមថោកជាងគេដូច3.30ហ្នឹងហើយឆ្នាំងនេះគឺ1.6រៀល8អញ្ចឹងហើយនិយាយទៅចាយចាំអត់សូវច្បាស់ដែរប្រហែលជា6-7រៀលនឹងឯងហើយសួរប្រើខ្លាំងមែនតើដែលថាយើងចង់ឆុងមីមកកញ្ចប់ញ៉ាំឬមួយក៏កាទៀវមួយចាននិយាយទៅរបស់អីមួយចានណាពុកម៉ែបងប្អូនកូនក្មួយប្រើអាឆ្នាំងនេះអត់ខកបំណងទេព្រោះអាកូនឆ្នាំងហ្នឹងវាដូចចាននៅពេលដែលយើងធ្វើហើយយើងយកតកូនឆ្នាំងមកញ៉ាំជំនួសចានអញ្ចឹងណាយើងអត់ចាំបាច់ប្រឡាក់ឆ្នាំងហូបប្រឡាក់ចានផងអីអញ្ចឹងទៅហើយវាក្តៅងុំល្អបើសិនជាពុកម៉ែបងប្អូនកូនក្មួយយើងចង់ដូចថាធ្វើបាយក្តាំងមួយឆ្នាំអីក៏ស្រួលប្រើដែរដូចបាយកូរ៉េអីដែលគេដិតនៅលើភ្លើងក្តៅក៏ពុកម៉ែបងប្អូនកូនក្មួយយើងអាចប្រើឆ្នាំងនឹងបានដែរនិយាយទៅថ្ងៃហ្នឹងមកផ្សព្វផ្សាយលក់ឆ្នាំងឲ្យគេតានេះឃើញថាពូសួរប្រើទៅចែករំលែកអីអញ្ចឹងណាហើយបន្ទាប់ពីចាយញ៉ាំអីហើយគឺថាមក unboxing គ្រីមនិយាយទៅក្នុងកេសហ្នឹងសិតតែគ្រីមផុនចាយទាំងអស់ថ្ងៃហ្នឹងពូសុំក៏អត់ដឹងថាចាយតែញ៉េតែពេលថ្ងៃហ្នឹងពូសុំគាត់នៅផ្ទះគេ delivery មកគាត់អត់ដឹងខ្លួនគាត់ថាអូយណាគួរធ្វើផុងស្រាប់តែហើយគាត់ថាងាប់អីវ៉ាន់ផុនប្រពន្ធសោះចុះគាត់ឃើញតែកេសគាត់ដឹងហើយតែសារតែចែពួកអីវ៉ាន់ចែទិញម្ដងសិតទិញទាំងកេសមកហើយមកសទុះស្រាប់តែហើយអីវ៉ាន់សេគូមកទៀតពួកអីសេគូគាត់ចង់បានរបស់គាត់តាមអនឡាញថ្ងៃមុនគាត់សួរចាយអញ្ចឹងទៅចាយគាត់ថាគាត់ឯងទិញអីទិញទៅអញ្ចឹងហើយគាត់ទិញហើយពូសុងក៏អត់ដឹងស្រាប់តែថ្ងៃហ្នឹង delivery មកគឺឈ្មោះសេគូគាត់ថាសេគូ order អនឡាញទៀតម៉ែកូនគេណោះហើយអញ្ចឹងចាយគាត់ថាម៉ែកូនគេ order អនឡាញហើយបងឯងខំប្រឹងធ្វើការទៅយកលុយឲ្យប្រពន្ធកូនដើរទិញដល់ពេលពូសុងគាត់ឆ្លើយវិញយ៉ាងលយគាត់ថាថ្ងៃហ្នឹងចង់ឲ្យតប្រពន្ធនឹងកូនចាយលុយតា